នេះគឺជារបៀបតាំងរូបភាពជាច្រើនប្លឹកនៅលើ wallpaper របស់យើងអាចដាក់បានច្រើនសម្រាប់ខ្លាំងមែនតើណាអូខេជាដំបូងឡើយយើងអស់ screen របស់យើងពីលើចុះមកក្រោមហើយទៅកាត់ទៅលើ screen របស់យើងឲ្យជាប់ហើយយើងចុច add រូបភាពមកដល់កន្លែងនេះអ្នកនរគ្នាចុចពាក្យនេះតាមខ្ញុំណាអូខេខ្ញុំធ្វើរៀងលឿនតិចណាអ្នកនរគ្នាអញ្ចឹងយើងចុចឲ្យលើគេដើម្បីជ្រើសរើសក៏ដូចជាកំណត់រូបភាពដែលយើងចង់ដាក់អញ្ចឹងណាអញ្ចឹងខ្ញុំចុចរូបភាពដែលខ្ញុំចង់ដាក់អូខេហើយយើងចុចសញ្ញា tick មកដល់កន្លែងនេះអ្នកទាំងអស់គ្នាត្រូវផ្លាស់ប្ដូរទម្រង់ថ្មីនេះអ្នកនរគ្នាចុចលើសញ្ញា tray 3មកអ្នកនរគ្នាឃើញពី unlock on tab អត់ unlock មានន័យថាបើសិនជាអ្នកនរគ្នា lock screen ម្ដងគឺវាបដូររូបភាពម្ដងហើយ on tab មានន័យថាបើសិនជាអ្នកនរគ្នាចុចទៅកត់ទៅលើ screen មួយគឺវាបដូររូបភាពមួយដូចដែលខ្ញុំបង្ហាញនៅដើមវីដេអូមកអញ្ចឹងណាចុចខ្ញុំចុចទៅលើ on tab តោះបើយើងចុច add អូខេឥឡូវយើងតាមតែមើលទាំងអស់គ្នាចង់ដឹងថាវីដេអូអត់ឃើញអត់យើងចុចទៅលើ screen ម្ដងគឺវាបដូររូបភាពម្ដងអញ្ចឹងគឺ tip មួយនេះគឺងាយស្រួលខ្លាំងមែនតើបើសិនជាអ្នកនរគ្នាចង់ចេះ tip អីផ្សេងៗអាច comment នៅក្នុងវីដេអូមួយនេះបានណា